មិញបញ្ញាប់ពេកក៏ជូនកូនស្រីមកផ្ទះមុនអញ្ចឹងណាដើម្បីឲ្យគាត់ទៅរៀបចំខ្លួនទៅពេញទៅអីវិញអញ្ចឹងណាព្រោះគាត់មកសម្រាប់បានជាមួយតែមួយយប់ទេហើយម៉ោង10ហ្នឹងក៏គាត់ត្រូវចេញទៅវិញទៅធ្វើការធ្វើអីបងប្អូនអញ្ចឹងក៏ជូនគាត់ទៅហើយនាងក៏គាត់អត់ទាន់ទៅដែរអញ្ចឹងហើយក៏នៅផ្ទះសម្រាប់សិនទៅសម្រាប់នៅផ្ទះហ្នឹងប្រហែលជាម៉ោង1កន្លះបងប្អូនហើយបានដឹងខ្លួនទុះវឹងទៅរៀបចំខ្លួនទៅរៀបចំអីវ៉ាន់នៅផ្សារអញ្ចឹងហើយទៅដល់គេទៅអស់លីងហើយបងប្អូននៅតែនាងខ្ញុំអីវ៉ាន់នៅកណ្ដាលខ្នល់តែម្នាក់ឯងហ្នឹងទៅដល់លើកទុកលើកដាក់ទៅបងប្អូននៅទៅដល់ដោយសារគាត់ទៅផ្ទះបាត់ហើយអញ្ចឹងយើងទៅដល់លើកតែក្រែទុកដាក់រៀបចំអីវ៉ាន់យើងហើយមកគឺហើយបានមកផ្ទះវិញហើយបងប្អូនហើយអត់នៅចាំយូរទេហ្នឹងហើយដោយសារតែព្រឹកមិញនាងខ្ញុំលក់ដាច់ហើយបងប្អូនថ្ងៃអាទិត្យអញ្ចឹងហើយលក់រៀងដាច់គ្រាន់បើដែរអញ្ចឹងហើយក៏ប្រញាប់រូតរះស្រូតរៀបចំទៅផ្ទះអញ្ចឹងណាហ្នឹងហើយជូនឲ្យកូនទៅពេញទៅអីវិញអញ្ចឹងទៅហើយក៏អត់ទាន់មកវិញដែរព្រោះដោយសារតែលៀងទុកដាក់ហើយអស់ហើយអញ្ចឹងក៏នៅផ្ទះហូបបាយហូបអីហើយសម្រាប់មកផ្លែតទៅពេលថ្ងៃហ្នឹងបងប្អូនហើយដល់ពេលដល់ដឹងខ្លួនហ្នឹងម៉ោង1កន្លះហ្នឹងបានស្ទុះវឹងទៅផ្សារទៅរៀបចំអីវ៉ាន់នៅផ្សាររៀបទុករៀបដាក់អញ្ចឹងណាហ្នឹងហើយឥឡូវកំពុងតែលើកអីវ៉ាន់ដាក់ចូលក្នុងក្លុបកន្លែងអ៊ំនាងលក់ហ្នឹងកន្លែងអ៊ំលក់នំបញ្ចុកហ្នឹងហើយខៃបន្លែក៏គេលើកមកដាក់នៅមុខហ្នឹងដែរបងប្អូនហើយអញ្ចឹងហើយរៀបចំបដាហ្នឹងដាក់កាមេរ៉ាថតបដាដោយសារតែអត់មានវីដេអូផុសទេប្រហែលថ្ងៃនេះអត់បានថតទេបងប្អូនហើយដល់ពេលអញ្ចឹងទៅក៏ថតពីកន្លែងរៀបចំក្រែរៀបចំអីហ្នឹងទៅខាងក្នុងនោះក៏គេដាក់ឆាត់អីហើយវាអត់មានជះពលឺចូលទៅដល់ទេបានពលឺដើរមកតាមមុខអញ្ចឹងណាហ្នឹងហើយបងប្អូនហើយអត់មាននេះទេអញ្ចឹងហើយអ្នកធ្វើវីដេអូតតែឆ្លៀតអញ្ចឹងមិនបានមានវីដេអូផុសបើសិនជាអញ្ចឹងអត់មានវីដេអូផុសទេបងប្អូននេះរៀបចំកញ្ច្រែងដែលយើងទុកដាក់កលបាញ់ស្រុងបាញ់ហយយើងលក់អញ្ចឹងណាហ្នឹងហើយដាក់នៅក្រោមក្រែហ្នឹងប៉ុន្តែមានអីកញ្ច្រែងមួយទៀតកលហើយយកអាកម្របឡើងស្នោហ្នឹងគឺដាក់បាំងកញ្ច្រែងហ្នឹងមកបងប្អូនហើយដោយសារតែកុំឲ្យវាប្រឡាក់ប្រឡូកអីចឹងណាហ្នឹងអាញ៉ែញ៉ៃច្រើនបងប្អូនហើយមេឃភ្លៀងមកក៏វាអត់ខ្ទាតដីខ្ទាតអីមកលើកញ្ច្រែងយើងដែរអញ្ចឹងដាក់វាចឹងទៅរៀបចំហើយអីហើយលើក្រែលើកអីទុកហ្នឹងគឺហើយឯងបងប្អូនដល់ពេលហើយត្រូវទៅផ្ទះវិញហើយបើរាល់ដងនាងខ្ញុំអង្គុយទាល់តែអ៊ំនាងគាត់ទៅផ្ទះម៉ោង2:10ម៉ោង1អីបានចាប់ដើមរៀបចំទៅផ្ទះចឹងណាដោយសារតែព្រឹកនេះថ្ងៃអាទិត្យបងប្អូនហើយមនុស្សមកគឺមកទិញតែម្ដងអត់ដូចប្រកាសពីថ្ងៃសៅរ៍ទេថ្ងៃសៅរ៍ស្ងាត់ឈឹងបងប្អូនណានិយាយពីអ្នកលក់អង្គុយមើលមុខគ្នាឲ្យលហង់តែម្ដងហើយសៅរ៍ហ្នឹងគឺមិនដឹងថាវាយ៉ាងម៉េចទេមនុស្សម្នាបាត់តាណាអស់ទេបងប្អូនហើយស្ងាត់ឲ្យឈឹងតែម្ដងអត់មានមនុស្សទេហ្នឹងហើយដល់ពេលបានថ្ងៃអាទិត្យនេះមកព្រុសទៅម្នាក់ទិញ2 3 4 5ចឹងទៅបងប្អូនហើយអញ្ចឹងហើយរៀងស្រួលលក់ចឹងណាក៏លក់ឆាប់អស់ឆាប់អីទៅនេះខ្ញុំរៀបចំទៅផ្ទះហ្នឹងតាំងពីម៉ោង10បងប្អូនម៉ោង10កន្លះអីហ្នឹងគឺនេះខ្ញុំរៀបចំហើយទៅផ្ទះហើយដល់ពេលមុំតាបានទៅផ្ទះទៅអីហ្នឹងម៉ោង10អីចឹងទៅហើយមុំបានមកវិញមកលើកក្រែហ្នឹងគឺម៉ោង1កន្លះបងប្អូនចាប់ដើមរៀបចំហើយលើកក្រែបិទឆាត់បិទអីដែលអីវ៉ាន់ចូលក្នុងក្លុបក្នុងអីហ្នឹងគឺហើយអស់ហើយបងប្អូនអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនបងប្អូនមានតែប៉ុណ្្នឹងអរគុណបងប្អូនចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ